ជាបាថមនឹងខ្ញុំសូមគោរពដល់គណៈអធិបតីជាទីគោរពនិងសូមគោរពដល់លោកស្រីគណៈកម្មការជាទីគោរពនិងអាណាព្យាបាលសិស្សនិងសិស្សនុសិស្សទាំងអស់ជាទីស្រឡាញ់នាងខ្ញុំឈ្មោះសៀងជីយីងរៀននៅថ្នាក់ទី6ខនៃសាលាបឋមសិក្សារហទឹកឃុំរហទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យនាងខ្ញុំឡើងមកនេះដើម្បីអានអំណានមួយដែលមានចំណងជើងថាបរោះចិត្តធឿសូមនិយាយសម្ដាប់ដូចតទៅអំណានរឿងបរោះចិត្តធឿមានស្ថិតម្នាក់បានធ្វើដំណើរទៅធ្វើបុណ្យនៅឯស្រុកកំណើតរបស់ខ្លួននៅតាមផ្លូវគាត់បានជួបនឹងពួកចោរមួយក្រុមពួកចោរបានវាយដំកិតដណ្ដើមយកមាសប្រាក់រហូតដល់ធ្វើឲ្យគាត់សម្លាប់បាត់ស្មារតីពួកវាបានប្រមូលយកមាសប្រាក់គាត់អស់រួចគេខ្លួនបាត់ទៅមួយស្របក្រោយមកមានស្រីចំណាំម្នាក់បានដើរឆ្លងកាត់ទីនោះស្រីនោះបានឃើញសេដ្ឋីរងគ្រោះថ្នាក់ដែរតែគាត់មិនដឹងធ្វើដូចម្ដេចព្រោះខ្លួនគាត់ចាខ្សោយកម្លាំងមិនអាចធ្វើអ្វីបានឡើយគាត់ក៏បន្តដំណើរទៅមុខទៀតមិនយូរប៉ុន្មានមានប្តីប្រពន្ធពីរនាក់បានធ្វើដំណើរដល់រទេះសាតាមផ្លូវនោះដែរនៅពេលរទេះសាបានទៅដល់ទីនោះក៏ឃើញមនុស្សដួលនៅចិញ្ចើមផ្លូវដែរតែពួកគាត់មិនបានឈប់បង្អង់ទេព្រោះគាត់ប្រញាប់ខ្លាំងណាស់លុះដល់ថ្ងៃរសៀលមានបុរសកំសត់ម្នាក់បានធ្វើដំណើរឆ្លងកាត់ទីនោះក៏បានជួបសេដ្ឋីដែលកំពុងសន្លប់មិនដឹងខ្លួនហើយដូច្នោះគាត់ក៏ប្រញាប់ជួយគេសេដ្ឋីនោះយកទៅដាក់ក្នុងខ្ទមស្ត្រីម្នាក់ដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះគាត់បានជួយគួចច្របាច់ឬដុតភ្លើងកម្ដៅរហូតដល់បុរសនោះធូរស្រាលគាត់បានសូមឲ្យស្រីម្ចាស់ខ្ទមជួយដាំបបរជូនអ្នករងគ្រោះហូបនៅពេលគាត់ដឹងខ្លួនបន្ទាប់មកគាត់ក៏ចាកចេញទៅក្រោយមកសេដ្ឋីរងគ្រោះបានដឹងខ្លួនគាត់បានថ្លែងអំណរគុណចំពោះស្រីម្ចាស់ខ្ទមស្រីនោះបានប្រាប់គាត់ថាអ្នកដែលបានជួយគាត់នោះមិនមែនគាត់ទេគឺជាបុរសកំសត់ម្នាក់ឥឡូវនេះគេបានចាកចេញទៅបាត់ហើយ